បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូឆ្លុះបញ្ចាំងបាទពីចម្ពោះមេរៀនចម្ពោះទី4បាទការវាយតម្លៃបាទតម្រងនៃការវាយតម្លៃមានវត្តនៃការវាយតម្លៃបាទមានដូចជាវាយតម្លៃផ្អែកលើភស្តុតាងបាទការកែតម្រូវការបង្រៀនបាទកម្រិតបាទកម្រិតទៀបធៀបនឹងកម្រិតខ្ពស់បាទក្រៅមានការសង្កេតក្រៅផ្លូវការបាទការមើលទឹកមុខអាកប្បកិរិយាការនិយាយស្ដីភាសាកាយវិការនិងប្រភពនៃកំហុសសញ្ញាដែលតាក់ទងនឹងសំឡេងបាទមានដូចជាការសួរសំណួរផ្ទាល់មាត់បាទគោលបំណងនៃការសួរសំណួរផ្ទាល់មាត់មានដូចជាបាទផ្គូផ្គងជាមួយនឹងគោលដៅរួមបញ្ចូលថ្នាក់ទាំងមូលបាទពេលវេលារងចាំសំរុំលើកទឹកចិត្តឲ្យសិស្សមានការឆ្លើយតបសមស្របមួយបាទពង្រីកចម្លើយដំបូងបាទជូនដំណឹងទៅដល់បាទមតិកែលម្អមានប្រភពមានភាពជាក់លាក់ពេលវេលាខុសគ្នាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើបាទកន្លែងនេះគឺចូលដល់ដំណើរការនៃដំណើរការនៃការវាយតម្លៃបាទចឹងនេះគឺជាវត្តនៃការវាយតម្លៃបើជាដំបូងខ្ញុំសូមលើកអានេះកន្លែងនេះមុនសិនគឺដំបូងខ្ញុំយកពីការកែតម្រូវការបង្រៀនបាទអញ្ចឹងការកែតម្រូវការបង្រៀនគឺបាទគឺជាដំណើរការដំបូងនៅក្នុងថ្នាក់រៀនបាទជាជំហានបាទបានន័យថាបដូរការបង្រៀនដើម្បីឲ្យសិស្សមានសកម្មភាពក្នុងថ្នាក់រៀនបាទបន្តមកទៀតគឺចូលដល់បាទប្រមូលភស្តុតាងនៃការរៀនការសង្កេតនៅក្នុងថ្នាក់រៀនដោយប្រើដោយដាក់លំហាត់បាទមានលំហាត់ជាសំណួរផ្ទាល់មាត់លំហាត់បាទសរសេរលើក្រដាសដើម្បីធ្វើការវាយតម្លៃបាទបន្តមកទៀតគឺវាយតម្លៃដោយភស្តុតាងបានន័យថាកន្លែងនេះគឺមើលលើការដោះស្រាយមើលលើចម្លើយរបស់សិស្សដែលបានដោះស្រាយឲ្យគ្រូបន្តមកទៀតគឺធ្វើមតិត្រឡប់ទៅកាន់កូនសិស្សវិញដោយផ្ដល់ចម្លើយភ្លាមឬក៏ពន្យាពេលដើម្បីឲ្យកូនសិស្សនឹងបានគិតបាទចឹងចូលទៅដល់ក្នុងការបង្រៀនតាមរយៈ
ការសង្កេតរបស់គ្រូអញ្ចឹងគ្រូត្រូវតែប្រើសំណួរមិនមានសំណួរផ្ទាល់មាត់ការផ្ដល់មតិទៅកាន់សិស្សនិងការកែតម្រូវការបង្រៀនការរៀនសូត្រភ្លាមលក្ខណៈសម្គាល់គឺថាត្រូវបានបង្កប់ជាមួយនឹងការណែនាំបាទអញ្ចឹងការវាយតម្លៃបង្កប់បាទរួមមានពីរប្រភេទគឺមានន័យថាការបែបការវាយតម្លៃភ្លាមនិងការវាយតម្លៃដោយគ្រោងទុកមុនបាទការវាយតម្លៃបែបបង្កប់គឺមានន័យថាបង្កប់បែបភ្លាមគឺកើតឡើងដោយឯងបាទនៅពេលដែលគ្រូធ្វើបាទអន្តរកម្មជាមួយសិស្សបាទន័យថាធ្វើអន្តរកម្មមួយសិនគឺនៅជាបាទធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាដោយប្រើសំណួរបាទកិច្ចការសិក្សាឬការងារជាក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្រដែលជាទូទៅបង្កើតពេលវេលាអាចរៀនបានvàការវាតម្លៃបែបbằngការគ្រោងទុកវិញគឺបើគឺយើងមានការរៀបចំទុកមុនបាទមានដូចជាលំហាត់បាទសំណួរដាក់ឲ្យគាត់ធ្វើនៅពេលបាទដាក់ឲ្យគាត់ធ្វើគឺមានបំណងជាក់លាក់ដើម្បីចង់បានលទ្ធផលពីគាត់ដើម្បីធ្វើការវាតម្លៃសមត្ថភាពគិតឬក៏សមត្ថភាពរបស់គាត់ផ្ទាល់បាទខ្ញុំបានមានតែប៉ុណ្ណឹងសូម